ក្រោយពីស្លាប់ទៅគេធ្វើបុណ្យដំបូងគេហៅថាបុណ្យមរណៈសង្គ្រោះដល់អ្នកស្លាប់បុណ្យជាបណកិច្ចយកសពទៅបូជាយកទៅបញ្ចុះរួចមួយទៀតគេហៅថាបុណ្យតក្កិណានុបទានគេបែងចែកឲ្យធ្វើថ្ងៃស្លាប់គេហៅថាមតកទានឬមតកភ័ណ្ឌហើយបន្ទាប់មកគេធ្វើបុណ្យ7ថ្ងៃហេតុអីបានគេធ្វើ7ថ្ងៃខ្លាចឪពុកខ្លាចម្ដាយយើងស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនចៅជាមួយដីធ្លីជាមួយផ្ទះសម្បែងធ្វើឲ្យកំណើតរបស់គាត់អត់ទាន់ទៅណាទេកើតបដោះអាសន្នវិលលើ7ថ្ងៃនៅក្បែរយើងនឹងដល់ថ្ងៃទី7បានគាត់ចេញដំណើរទៅបានគេធ្វើបុណ្យឲ្យតនថ្ងៃទី7នោះគេហៅថាបុណ្យ7ថ្ងៃហើយចុះមិនបានធ្វើបុណ្យ100ថ្ងៃឪពុកម្ដាយខ្លះបុណ្យនឹងបាបស្មើគ្នាអាឡ័យរស់ស៊ីចិញ្ចឹមកូនមិនដឹងបាបអីខ្លះអ្នកខ្លះរស់ស៊ីមានកេងមានកັບមានលឹបមានខងវាយផ្ដុកពូតកំប៉ុងបតោងពលឺភ្នែកជីងពូតគេកុហកគេបំបត្តិគេមកកាមកចាប់ម៉ាស៊ីនហ៊ានលក់ហ៊ានដូរបង្រត់បង្រាស់សត្វធាតុទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតគេឲ្យតកូនរស់បាបបុណ្យនៅម្ដុំសិនណាបើដូច្នេះហើយតម្រាំតែចិញ្ចឹមកូនរស់រៀនមានជីវិតមកដល់ប៉ុណ្ណេះម្ដាយឪពុកយើងមិនដឹងបាបអីខ្លះទេខ្លាចក្រែងលោកបាបពាក់កដាលបុណ្យពាក់កដាលស្មើគ្នាមនុស្សនេះស្លាប់ទៅមិនទាន់ចែកដាច់ឥឡូវបើថាបុណ្យខ្លាំងទៅកើតឋានសួគ៌មនុស្សទេវតាហើយបើថាបាបទៅកំណើតអន់ហើយចុះបើសិនជាបុណ្យឲ្យបាបស្មើគ្នាមិនទាន់ចែកដាច់នៅម្ដុំសិនចូលសំណាក់យមរាជជំរះសិនយមរាជសួររនឹកបុណ្យបន្ថែមសិនបើសិនជានឹកឃើញបុណ្យបន្ថែមទៀតចេញរួចមកបានហើយបើរនឹកមិនឃើញទេឃុំទុកសិនឃុំទុកដល់ថ្ងៃណាដល់ថ្ងៃទី100ដល់ថ្ងៃទី100គេបើកសាវនាការម្ដងទៀតថាណែឯងស្លាប់មក100ថ្ងៃហើយបុណ្យឲ្យបាបស្មើគ្នាមិនទាន់ឲ្យទៅកើតឯណាទេឥឡូវនេះច្បាប់យើងបើកសិទ្ធឲ្យមួយថ្ងៃហោះយមបបាលនាំគ្នាទៅចេញទៅដើររមើលមើលខែងមានកូនមានចៅណាគេធ្វើបុណ្យឲ្យបើមានកូនចៅណាធ្វើបុណ្យឲ្យគាត់ទទួលយកផលបុណ្យនេះទៅកើតជាមនុស្សទៅកើតជាទេវតាវិញចុះចឹងយមបាលនាំពុកយើងនាំម្ដាយយើងចេញដើររមើលបើមានកូនចៅណាធ្វើបុណ្យឲ្យទទួលផលបុណ្យហ្នឹងឲ្យគាត់មកកើតជាមនុស្សឬទេវតាវិញហើយបើគ្មានពីណាធ្វើបុណ្យឲ្យទេយមបាលនាំទៅវិញទៅនៅសំណាក់យមរាជតរល្អកម្មតែម្ដងគេសិក្សាឃើញអញ្ចឹងគេនាំគ្នាធ្វើបុណ្យឲ្យតនថ្ងៃទី100ហ្នឹងគេហៅថាបុណ្យ100ថ្ងៃសរុបដោយខ្លីបើម៉ែឲ្យយើងមិនទាន់បានទៅកើតឋានខ្ពង់ខ្ពស់នឹងបានទៅអាថ្ងៃទី100ហ្នឹងព្រោះយមបាលមកជួយរមើលបើកាលណាឃើញយើងធ្វើបុណ្យគាត់នាំដំណឹងទៅប្រាប់ដល់ឪពុកយើងនឹងទទួលបានអញ្ចឹងណាខ្ញុំណានេះបុណ្យ100ថ្ងៃហើយចុះឥឡូវយើងបានធ្វើហើយកុំភ្លេចអង្គ3ទី1ម្ចាស់បុណ្យលបុលយ៉ាងណាក៏ដោយត្រូវទៅចូលប្រគេនផ្ទាល់ទី2ម្ចាស់បុណ្យលបុលយ៉ាងណាក៏ដោយត្រូវទៅឧទ្ទិសផ្ទាល់ហើយទី3អ្នកស្លាប់នោះមកទទួលអនុមោទនាបើគាត់មិនដឹងទេបានអាចារ្យជួយសូត្រប្តឹងយ៉ាងកេញអ៊ីមីនីយាទេវតាទេវាគាត់ថ្វាយនិវេទយងផ្ញើតាមទេវតាទៅទៀតអានឹងទទួលបានហើយកុំឲ្យច្រឡំថ្ងៃបុណ្យថ្ងៃផ្ដាច់សិល5មិនសោះណាញោមថ្ងៃបុណ្យគឺថ្ងៃកូនចៅត្រូវកាន់សិល5ទាំងអស់គ្នាហើយថ្ងៃបុណ្យនាំគ្នាផ្ដាច់សិល5ម៉ែឪមិនដឹងបានអីសង្ឃឹមមានណាញោមណាបើអញ្ចឹងចង់ផ្ដាច់សិល5ចង់អីចាំរួចបុណ្យសិនថ្ងៃបុណ្យហ្នឹងកូនចៅត្រូវកាន់សិលទាំងអស់គ្នាចូលមកប្រគេនចូលមកឧទ្ទិសទាំងអស់គ្នាហើយបើចង់ជប់លៀងមិត្តភក្តិអីចាំហើយបុណ្យចាំជប់លៀងព្រោះនេះគ្រាន់តែរំលឹកឥឡូវនេះតក្កិណានុបទានយើងធ្វើត្រូវឲ្យចោះមួយទៀតកន្លែងតម្កល់អធិធិអធិគុណញោមញាតជ្រះថ្លាកសាងស្ថានភ្នំតូបបច្ចេកដីស្អីទៅចេះដីយើងនិយមថាចេះដីកន្លែងតម្កល់សពកន្លែងតម្កល់ធាតុកន្លែងតម្កល់ឆ្អឹងតាមពិតនៃនេះមិនទាន់ត្រូវទេចេះដីប្រែថាកន្លែងគេគោរពបូជាចេះដីកន្លែងគេគោរពអ្នកណាគោរពបានបុណ្យអ្នកណាគោរពបានអាយុវែងបានសេចក្តីសុខអ្នកណាមិនគោរពបាបប្របាទពំពិសាត្រូវបានគេអាបាតជើងប្រឡាក់អំបិលលាបល្ងលាបប្រេងល្ងឆ្អើជាមួយភ្លើងអស់កគីអស់សកែតលឆ្អិនជើងស្លាប់យ៉ាងវេទនាដោយសារអីជាតិមុនដើរជន់កំរាលសងនឹងជន់ចិត្តដីគេអាគេសម្អាតឲ្យឯងជន់ឲ្យប្រឡាក់ប្រឡោះដោយមិនមានការសុំទោសមិនមានការខ្លាចក្រែងបានជាកម្មពៀត្រូវគេអាបាតជើងចឹងញោមញាតចង់ដាច់ជើងដែរអត់ទេចេះដីនេះអត់បានទេពីជំនាន់ព្រះមានមនុស្សម្នាក់ទឿ1ម៉ែត្រជាងបន្តិចហ្នឹងញោមគេវល់ធ្វើបាបចាប់បវលដូចបាវស្រូវអញ្ចឹងហើយទឿហ្នឹងមកពីអីជាតិមុនគាត់ធ្វើជាងចេះដីគាត់លួចទៅកពស់រហូតគាត់ដើរធ្វើជាងចេះដីគេឲ្យធ្វើដូចថា20ម៉ែត្រគាត់លេងតែ8 10ម៉ែត្រទៅរហូតហើយគេប្រាប់ថាមិនគាត់ទៀតមិនជាងមើលពីក្រោមពីទៀតចឹងហើយឡើងទៅបោះបានពីខ្ពស់បកាយចុះបកាយឡើងគាត់លួចចំណេញអាកពស់ហ្នឹងរហូតស្រាប់តែកើតឡើងព្រះហើយ1ម៉ែត្រ2តឹកគេកាត់គេចាប់តែបវលរហូតញោមមើលណា